កំណត់ព័ត៌មានคล้ายៗយើងត្រូវមើលទៅលើប្រភពស្រាវជ្រាវរឿងនោះនៅគេហទំព័រផ្សេងៗត្រិះរិះពិចារណាពិនិត្យផុសតាំងសង្កេតរូបភាពคล้ายៗតើស្ដាប់ទៅសមហេតុផលឬអត់សួស្តីលោកលោកស្រីអ្នកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅពេលនេះខ្ញុំបាទវិសុទ្ធនិងអ្នកស្រីសេងហៀងសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានរបស់វិទ្យុ FM 98.5 ខេត្តក្រចេះជាដំបូងសូមជូនមេតិការនៃព័ត៌មានដែលត្រូវជម្រាបជូននៅពេលនេះធនាគារពិភពលោកបន្តចូលរួមអភិវឌ្ឍកម្ពុជាឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ2050កម្ពុជាកូរ៉េនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជាឯកឧត្តមទេសរដ្ឋមន្ត្រីអូស្ម៉ាន់ហាសាន់ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងកិច្ចការសាសនាឥណ្ឌូនេស៊ីក្រុមហ៊ុនកម្ពុជានិងម៉ាឡេស៊ីសហការគ្នាបង្កើតរោងចក្រផលិតទឹកដោះគោស្រស់នៅកម្ពុជាប្រជាជនស្រីលង្កាជាង 31,000 នាក់រងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំសម្រេចយកពន្ធបដិការ 0% លើមុខទំនិញមួយចំនួនដែលនាំចូលពីកម្ពុជាថៃនិងម៉ាឡេស៊ីតទៅនេះសូមជូនព័ត៌មានពិស្ដាក្នុងប្រទេសតាមការដកស្រង់ពីគេហទំព័រសារព័ត៌មានកម្ពុជា AKP បានឲ្យដឹងថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹកថ្ងៃទី26ខែតុលាឆ្នាំ2025បានអនុញ្ញាតឲ្យលោកបណ្ឌិតកាឡូហ្វីលីមចារ៉ាមីឡូអនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីបូព៌ានិងប៉ាស៊ីហ្វិកក្នុងជំនួបសម្ដែងការគូសមនិងពិភាក្សាការងារក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី47និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងកូឡាឡាំពូប្រទេសម៉ាឡេស៊ីពីថ្ងៃទី26-28ខែតុលាឆ្នាំ2025ក្នុងឱកាសនៃជំនុំលោកបណ្ឌិតអនុប្រធានធនាគារពិភពលោកបានវិតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជានិងធនាគារពិភពលោកនិងបានសម្ដែងក្តីសង្ឃឹមយ៉ាងមុតមមថាកិច្ចសហប្រតិបត្តិការនេះនឹងបន្តរីកចម្រើនបន្ថែមទៀតលោកបណ្ឌិតក៏បានសម្ដែងនៅបំណងចង់ស្វែងយល់បន្ថែមអំពីវិស័យអធិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងគោលដៅឈានទៅសម្រេចបាននៅចក្ខុវិស័យកម្ពុជាឆ្នាំ2050លោកបណ្ឌិតបានកាត់សរសើរនិងវិតម្លៃខ្ពស់ចំពោះមាគ៌ាច្បាស់លាស់ប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការឈានទៅសម្រេចបាននៅចក្ខុវិស័យកម្ពុជាឆ្នាំ2050ខណៈដែលពិភពលោកពោពេញទៅដោយភាពមិនច្បាស់លាស់និងបញ្ហាប្រឈមលោកបណ្ឌិតបានគូបញ្ជាក់ជាថ្មីម្ដងទៀតថាធនាគារពិភពលោកត្រៀមខ្លួនជានិច្ចដើម្បីបន្តសហការនិងចូលរួមជាមួយកម្ពុជាសម្ដេចជំរុញការសម្រេចទិសដៅរបស់កម្ពុជានាពេលអនាគតជាការឆ្លើយតបសម្ដេចបវរធិបតីបានគូបញ្ជាក់ថាកម្ពុជាបានដាក់ចេញនិងកំពុងអនុវត្តនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលផ្ដោតសំខាន់ជាអានលើ 1. វិស័យអប់រំសម្រាប់អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពនិងគុណវុឌ្ឍិគ្រប់គ្រាន់សម្ដេចជំរុញផលិតភាពការងារ 2. វិស័យហេដ្ឋារចនាសម្ព័ន្ធសម្រាប់បម្រើសកម្មភាពសេដ្ឋកិច្ចជាពិសេសការលើកស្ទួយវិស័យដឹកជញ្ជូននិងភស្តុភារ 3. ការធានាបាននូវការផ្គត់ផ្គង់ថាមពលកកើតឡើងវិញដែលបច្ចុប្បន្នកម្ពុជាប្រើប្រាស់ប្រភពថាមពលកកើតឡើងវិញចំនួន 62% និងបដិញ្ញាចិត្តក្នុងការបន្តបង្កើនឲ្យបាន 70% នៅឆ្នាំ2030 4. បច្ចេកវិទ្យានិង Digital រូបនីយកម្មដែលអនុញ្ញាតឲ្យកម្ពុជាអាចគ្រប់គ្រងបាននៅហានិភ័យក៏ដូចជាការជំរុញសកម្មភាពសេដ្ឋកិច្ចឲ្យកាន់តែល្អប្រសើរជាមួយនឹងប្រសិទ្ធភាពខ្ពស់ផលិតភាពខ្ពស់និងគុណភាពខ្ពស់និង 5. ការធានាបាននូវកំណើននិងការអភិវឌ្ឍប្រកបដោយចីរភាពព្រមជាមួយគ្នានេះសម្ដេចបវរធិបតីក៏បានសម្ដែងក្តីរីករាយរងចាំទទួលស្វាគមន៍លោកបណ្ឌិតអនុប្រធានធនាគារពិភពលោកនៅកម្ពុជានាពេលខាងមុខដ៏ខ្លីតាមការដកស្រង់ពីគេហទំព័រសារព័ត៌មានកម្ពុជា AKP បានឲ្យដឹងថាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាបានជួបពិភាក្សាការងារជាមួយឯកឧត្តមលីជីមីយ៉ុងប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េនៅព្រឹកថ្ងៃទី27ខែតុលាឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីអំឡុងពេលដែលនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធភាគីទាំងពីរបានឯកភាពគ្នាក្នុងការវេតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជាសាធារណរដ្ឋកូរ៉េដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ1997និងត្រូវបានដំឡើងកម្រិតដល់ភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ2024ហើយកាន់តែមានភាពរឹងមាំនិងស៊ីជម្រៅ
ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឲ្យកត់សម្គាល់ស្ទើរគ្រប់វិស័យភាគីទាំងពីរក៏បានពិភាក្សាគ្នាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយបានគូបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមករវាងអាជ្ញាធរកម្ពុជានិងអាជ្ញាធរកូរ៉េហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយក្នុងពេលជាមួយគ្នាកម្ពុជានិងសាធារណរដ្ឋកូរ៉េនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់សម្ដៅចូលរួមចំណែកថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមជាក់ស្ដែងក្រុមការងារចំពោះកិច្ចចម្រុះរវាងកម្ពុជានិងកូរ៉េមួយនឹងត្រូវបង្កើតនៅអំឡុងខែវិច្ឆិកានេះដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនៃប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋនានាដែលពាក់ព័ន្ធជាមួយជនជាតិកូរ៉េនៅកម្ពុជារួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការរួមគ្នាផ្សព្វផ្សាយឲ្យបានទូលំទូលាយនៅព័ត៌មានអំពីលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការរវាងភាគីយើងទាំងពីរតាមការដកស្រង់ពីគេហទំព័រ Fresh News បានឲ្យដឹងថាឯកឧត្តមបណ្ឌិតអូស្មានហាសាន់ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសបានអញ្ជើញជួបពិភាក្សាការងារជាមួយលោក NASA Rodin Omar រដ្ឋមន្ត្រីក្រសួងកិច្ចការសាសនានៃសាធារណរដ្ឋឥណ្ឌូនេស៊ីនៅទីស្តីការក្រសួងក្នុងទីក្រុងសាកាតាក្នុងគោលបំណងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំការងារគ្រប់គ្រងវិហារអ៊ីស្លាមវិស័យហាឡាល់និងវិស័យផ្សេងៗទៀតជំនួបនេះបានធ្វើឡើងឆ្លៀតក្នុងឱកាសឯកឧត្តមទេសរដ្ឋមន្ត្រីដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមសន្និសីទអន្តរជាតិពិភពម៉ាឡាយូពិភពអ៊ីស្លាមលើកទី23នៅទីក្រុងសាកាតាចាប់ពីថ្ងៃទី23ដល់ថ្ងៃទី26ខែតុលាឆ្នាំ2025ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រីអូស្មានហាសាន់បានបង្ហាញសេចក្តីសោមនស្សរីករាយដែលបានជួបរដ្ឋមន្ត្រីសាជាថ្មីម្ដងទៀតថ្នាក់លោកទៅបានជួបនិងពិភាក្សាការងារមួយចំនួននាពេលថ្មីក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសាសនាអ៊ីស្លាមនៅរដ្ឋម៉ាឡាកាប្រទេសម៉ាឡេស៊ីឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងពីស្ថានភាពវិស័យអប់រំនៅកម្ពុជាជាពិសេសនៅក្នុងសហគមន៍អ៊ីស្លាមកម្ពុជាដែលពីមួយឆ្នាំទៅមួយឆ្នាំចំនួនសិស្សដែលបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិមានការកើនឡើងគួរឲ្យកត់សម្គាល់ហើយពួកគេទាំងអស់ភាគច្រើនមកពីជនបទហើយខ្វះលទ្ធភាពក្នុងការមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សាក្នុងន័យនេះឯកឧត្តមទេសរដ្ឋមន្ត្រីស្នើសុំអាហារូបករណ៍សម្រាប់ពួកគេអាចមកបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅឥណ្ឌូនេស៊ីមិនត្រឹមតែលើមុខជំនាញសាសនាទេគឺជំនាញទូទៅសំខាន់ផ្សេងទៀតផងដែរជាមួយគ្នានេះឯកឧត្តមអូស្មានហាសាន់ក៏បានស្នើឲ្យរដ្ឋមន្ត្រីជួយជាស្ពានក្នុងការទំនាក់ទំនងជាមួយស្ថាប័នហាឡាល់ឥណ្ឌូនេស៊ីដើម្បីឈានទៅដល់ការធ្វើកិច្ចសហការលើវិស័យហាឡាល់ប្រទេសទាំងពីរស្នើឲ្យមានការបណ្ដុះបណ្ដាលជូនមន្ត្រីហាឡាល់កម្ពុជាដើម្បីពង្រឹងសមត្ថភាពបន្ថែមទៀតព្រមទាំងស្នើឲ្យជួយផ្ដល់ជាជំនួយនិងបច្ចេកទេសក្នុងការជួយគាំទ្រនិងថែទាំវិហារអ៊ីស្លាមទាំងអស់នៅកម្ពុជាឯកឧត្តមទេសរដ្ឋមន្ត្រីបានរំលឹកថាកម្ពុជាជាប្រទេសប្រកាន់យកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋហើយមានប្រជាជនសរុបចំនួន17លាននាក់ក្នុងនោះមានប្រជាជនជាង 93% កាន់សាសនាព្រះពុទ្ធ 5% កាន់សាសនាអ៊ីស្លាមនិងសាសនាផ្សេងៗ 2% និងមិនធ្លាប់មានចំនួនសាសនាឡើយក្រោមការដឹកនាំប្រកបដោយកតេបណ្ឌិតរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីប្រធានព្រឹទ្ធសភានិងបន្តដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ដល់គោលនយោបាយសុខដុមនីយកម្មជាតិសាសន៍និងសាសនាដល់ប្រជាពលរដ្ឋទូទៅដោយរស់នៅជាមួយគ្នាប្រកបដោយសុខដុមរមនាគ្មានការរើសអើងនិងគ្មានចំនួនសាសនាឡើយជាការឆ្លើយតបឯកឧត្តមទេសរដ្ឋមន្ត្រីបានបង្ហាញការស្វាគមន៍ចំពោះវត្តមានលោកបណ្ឌិតទេសរដ្ឋមន្ត្រីនិងបានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានអនុវត្តគោលនយោបាយសុខដុមនីយកម្មជាតិសាសនានិងសាសនាបានយ៉ាងល្អប្រសើរចំពោះការស្នើសុំខាងលើរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីលោកបានបញ្ជាក់ថានឹងផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដើម្បីមានឱកាសទៅបន្តការសិក្សានៅទីនោះចាត់ចែងឲ្យមានកិច្ចសហការលើវិស័យហាឡាល់និងធ្វើកិច្ចសហការលើការងារគ្រប់គ្រងវិហារអ៊ីស្លាមនៅកម្ពុជាផងដែរតាមការដកស្រង់ពីគេហទំព័រសារព័ត៌មានកម្ពុជា AKP បានឲ្យដឹងថាក្រុមហ៊ុន Farm Fresh Group របស់ម៉ាឡេស៊ីនិងក្រុមហ៊ុន Alpha Group របស់កម្ពុជាបានចូលអនុសារណៈនៃការយោគយល់គ្នាដើម្បីបោះទុនវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនិងបង្កើតរោងចក្រផលិតទឹកដោះគោស្រស់នៅកម្ពុជាក្នុងគោលបំណងបំពេញតម្រូវការទីផ្សារកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025
អ្នកអង្គការលីខុនថៃប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Alpha Group បានចុះហត្ថលេខាជាមួយក្រុមហ៊ុន Farm Fresh Group របស់ប្រទេសម៉ាឡេស៊ីក្នុងអំឡុងពេលដែលអ្នកអង្គការគិតមេងប្រធានសភាពាណិជ្ជកម្មកម្ពុជាបានដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី47និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីចាប់ពីថ្ងៃទី25ដល់ថ្ងៃទី28ខែតុលាឆ្នាំ2025ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្រោមការចូលរួមរបស់ឯកឧត្តមសុនចន្ទថុលឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាជាតំណាងរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃប្រជាណាចក្រកម្ពុជាព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរបស់សភាពាណិជ្ជកម្មកម្ពុជាអ្នកអង្គការលីខុនថៃបានលើកឡើងថាការចាប់ដៃវិនិយោគជាមួយក្រុមហ៊ុនរបស់ម៉ាឡេស៊ីនាពេលនេះជាការពង្រីកការផលិតទឹកដោះគោស្រស់និងទឹកដោះគោឆៅដើម្បីបំពេញតម្រូវការទឹកដោះគោស្រស់និងទឹកដោះគោឆៅដែលកំពុងកំណើនខ្ពស់គួរបញ្ជាក់ដែរថាក្រុមហ៊ុន Farm Fresh Group នេះគឺជាក្រុមហ៊ុនធំជាងគេនៅប្រទេសម៉ាឡេស៊ីដែលមានកសិដ្ឋានចិញ្ចឹមគោយកទឹកដោះនិងមានគោប្រមាណ 14,000 ក្បាលលោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់ VTV FM 98.5 ខេត្តក្រចេះជាទីមេត្រីតទៅនេះសូមជូនព័ត៌មានពិស្ដាក្រៅប្រទេសតាមការដកស្រង់ពីគេហទំព័រសារព័ត៌មានកម្ពុជា AKP បានឲ្យដឹងថាមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ DMC បាននិយាយកាលពីថ្ងៃអាទិត្យថាប្រជាជនស្រីលង្កាជាង 31,000 នាក់បានរងផលប៉ះពាល់ដោយភ្លៀងធ្លាក់ខ្លាំងនាពេលបច្ចុប្បន្នមជ្ឈមណ្ឌល DMC បាននិយាយថាមនុស្សចំនួន 31,623 នាក់មកពីគ្រួសារចំនួន 7,944 គ្រួសារបានរងផលប៉ះពាល់ដោយសារអាកាសធាតុអាក្រក់នេះដោយមានផ្ទះចំនួន847ខ្នងត្រូវបានខូចខាតនាយកដ្ឋានធារាសាស្ត្របាននិយាយថាកម្រិតទឹកភ្លៀងក្នុងទន្លេមួយចំនួនមានកម្រិតខ្ពស់ហើយបានព្រមមានប្រជាជនដែលរស់នៅតំបន់ទំនាបឲ្យមានការប្រុងប្រយ័ត្នប្រទេសស្រីលង្កាបានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប្រមាណថ្ងៃកន្លងមកនេះនាយកដ្ឋានឧតុនិយមបាននិយាយកាលពីថ្ងៃអាទិត្យថាភ្លៀងធ្លាក់ខ្លាំងនឹងកើតឡើងក្នុងរយៈពេល24ម៉ោងខាងមុខនៅក្នុងខេត្តភៀកខាងជើងនិងភៀកកណ្ដាលនៅក្នុងស្រុកត្រៀនកូម៉ាឡេនិងស្រុកបាទីកាឡាតាមការដកស្រង់ពីគេហទំព័រសារព័ត៌មានកម្ពុជា AKP បានឲ្យដឹងថាជាដំណឹងដ៏ល្អមួយសម្រាប់កម្ពុជាដែលលោកប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំបានអនុម័តក្នុងការយកពន្ធបដិការ 0% លើមុខទំនិញមួយចំនួនដែលនាំចូលពីកម្ពុជាថៃនិងម៉ាឡេស៊ីនេះបើតាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗមួយចំនួនចុះផ្សាយនៅថ្ងៃទី27ខែតុលាឆ្នាំ2025រដ្ឋមន្ត្រីពាណិជ្ជកម្មម៉ាឡេស៊ីលោកថេងគូសារុលអាស៊ីបានគូបញ្ជាក់ថាការលើកឡើងពន្ធនេះនឹងគ្របដណ្ដប់លើគ្រឿងបរិក្ខារអវកាសផលិតផលឱសថនិងទំនិញសំខាន់ៗដូចជាប្រេងដូងកាកាវនិងកៅស៊ូជាមួយគ្នានេះប្រទេសឥណ្ឌូនេស៊ីក៏កំពុងចរចាដើម្បីទទួលបានការសម្រួលពន្ធស្រដៀងគ្នានេះដែរលោកអេឡាំងកាហាតូលើរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូនេស៊ីបានបញ្ជាក់ថាកិច្ចចរចាពាណិជ្ជកម្មបានចាប់ផ្ដើមឡើងវិញហើយបន្ទាប់ពីការផ្អាកដំណើរការដោយសារការបិទទ្វេររដ្ឋាភិបាលអាមេរិកគួរបញ្ជាក់ថាការអនុគ្រោះពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនេះគឺជាជំហានដ៏ធំមួយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយអាស៊ីអាគ្នេយ៍ហើយត្រូវបានគេរំពឹងថានឹងលើកទឹកចិត្តឲ្យមានការធ្វើពិពិធកម្មពាណិជ្ជកម្មកាន់តែខ្លាំងនៅទូទាំងតំបន់ព័ត៌មានក្នុងនិងក្រៅប្រទេសរបស់ VTV FM 98.5 ខេត្តក្រចេះដែលលោកអ្នកនាងទៅបានស្ដាប់នៅពេលនេះចប់តែប៉ុណ្ណេះយើងគ្រប់គ្នាត្រូវចែកចាយព័ត៌មានពិន